ចំនួនរវាងកម្ពុជាថៃនៅតាមបន្ទាត់ព្រំដែនតំបន់ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3កាន់តែមានភាពតានតឹងចាប់ពីថ្ងៃទី28ខែឧសភាឆ្នាំ2025ហើយភាគីថៃបានបិទព្រំដែនជាឯកតោភាគីទាំងបំពេញក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរសេវាកម្មដែលនេះជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជាការឆ្លើយតបនឹងសកម្មភាពដ៏ទំនើងរបស់យោធាថៃនេះកម្ពុជាក៏បានសម្រេចមិនអនុញ្ញាតឲ្យបន្លែផ្លែឈើរបស់ថៃនាំចូលមកកាន់កម្ពុជាបានឡើយរហូតដល់ពេលណាមួយដែលថៃប្រកាសបើកច្រកព្រំដែនទាំងអស់ឲ្យដំណើរការជាប្រក្រតីវិញទើបកម្ពុជានឹងអនុញ្ញាតឲ្យបន្លែផ្លែឈើរបស់ថៃចូលមកកម្ពុជាវិញជាធម្មតាស្ថានភាពនេះបានធ្វើឲ្យផលិតផលបន្លែផ្លែឈើរបស់ថៃរងនឹងការកកស្ទះយ៉ាងខ្លាំងនៅតាមច្រកព្រំដែននៅប៉ុន្មានថ្ងៃដំបូងនៃការអនុវត្តការហាមនាំចូលបន្ថែមលើស្ថានភាពកំពុងតែតឹងតែងស្រាប់ថ្មីនេះភាគីជ្រុលនិយមរបស់ថៃបានបន្តគម្រោងលើការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈមកកាន់កម្ពុជាថែមទៀតដែលការនេះអាចនឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រកាន់យកសកម្មភាពណាមួយផ្សេងទៀតដើម្បីឆ្លើយតបបន្ថែមទៅលើការគំរាមកំហែងដែលមានលក្ខណៈមោទនភាពជ្រុលហួសលើខ្លួនឯងរបស់ថៃមួយក្រុមនេះតើការបិទការនាំចូលនៅបន្លែផ្លែឈើពីប្រទេសថៃចូលមកកាន់កម្ពុជាអាចបង្កឲ្យមានផលប៉ះពាល់ណាខ្លះដល់ការផ្គត់ផ្គង់លើទីផ្សារកម្ពុជាបន្ថែមពីលើយន្តការដ៏រឹងមាំដែលកំពុងអនុវត្តទាំងផ្នែកយោធានិងផ្នែកការទូតកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលនឹងអាចឬបានបង្កឡើងដោយភាគីថៃមិនថាការគំរាមបិទព្រំដែនការកាត់ផ្តាច់អគ្គិសនីការកាត់ផ្តាច់សេវាអ៊ីនធឺណិតឬការបណ្តេញពលករខ្មែរចេញពីប្រទេសថៃឡើយគឺរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីមានសមត្ថភាពទប់ទល់បានប្រកបដោយភាពជឿជាក់បំផុតចំពោះបញ្ហាការបិទនាំចូលបន្លែផ្លែឈើពីប្រទេសថៃក៏នឹងមិនអាចបង្កជាបញ្ហាណាមួយធំដុំដល់កម្ពុជាដែរពីព្រោះកម្ពុជាបច្ចុប្បន្នមានសមត្ថភាពអាចផលិតបាននៅផលិតផលដែលមានគុណភាពជាមួយនឹងបរិមាណអាចហួសពីត្រឹមកម្រិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឈានដល់ការមានអតិរេកសម្រាប់នាំចេញថែមទៀតផងផលិតផលដែលកំពុងចរាចរលើទីផ្សារក្នុងស្រុកបច្ចុប្បន្ននេះចេញមកពីប្រភពផលិតចម្បងចំនួន3គឺ1ប្រភពមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ2មកពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និង3ទំនិញនាំចូលពីបរទេសតាមរយៈការធ្វើពាណិជ្ជកម្មក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមកដល់ពេលនេះកម្ពុជាបានផលិតនៅផលិតផលសក្តានុពលជាច្រើនដូចជាស្រូវអង្ករកៅស៊ូដំឡូងមីស្វាយចន្ទីពោតសណ្តែកជាដើមនិងបន្ថែមពីលើនោះក្រសួងក៏បានជំរុញការផលិតបន្លែនិងផ្លែឈើដែលមានគុណភាពនិងសុវត្ថិភាពផងដែរជាក់ស្ដែងដូចជាការជំរុញឲ្យមានការខិតខំដាំដុះបន្លែក្នុងរោងសំណាញ់ការដាំដំណាំហូបផ្លែតាមគោលការណ៍កសិកម្មល្អជាមួយគ្នានោះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក៏បានជំរុញឲ្យសហគ្រាសក្នុងស្រុកធ្វើការកែច្នៃផលកសិកម្មនិងធនធានរ៉ែមួយចំនួនទៅជាផលិតផលចំណីអាហារនិងវត្ថុប្រើប្រាស់ផ្សេងជាមួយនឹងគុណភាពមិនចាញ់ការនាំចូលពីប្រទេសជិតខាងមួយចំនួនឡើយជាក់ស្ដែងយើងឃើញថាមានសហគ្រាស SME ក្នុងស្រុកជាច្រើនដែលបានអភិវឌ្ឍខ្លួនឥតឈប់ឈររហូតទទួលបាននូវការទទួលស្គាល់ស្តង់ដារគុណភាពស្តង់ដារអនាម័យពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងស្ថាប័នអន្តរជាតិមួយចំនួនទៀតបន្ថែមពីលើប្រភពផលិតចម្បងទាំងពីរខាងលើគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានដើរតួនាទីសំខាន់មួយផងដែរក្នុងការរួមចំណែកជំរុញឲ្យមានការផលិតការកែច្នៃតាមមូលដ្ឋានភូមិឃុំក្រុងស្រុកទូទាំងប្រទេសធ្វើយ៉ាងណាបង្កើនការស្រូបយកឲ្យបានច្រើននៅផលកសិកម្មតាមមូលដ្ឋានធ្វើជាធាតុចូលក្នុងផលិតកម្មផលិតកែច្នៃផងនិងជួយបង្កើតការងារនៅនឹងកន្លែងផង
ខ្ញុំបានមើលឃើញថាបន្ថែមពីលើផលិតផលដែលបានផលិតចេញពីប្រភពក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រភពក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផងមួយក៏ជាប្រភពសំខាន់មួយទៀតផងដែរនៅក្នុងការជួយជំរុញឲ្យមានការផលិតកែច្នៃផលិតផលនានានៅតាមមូលដ្ឋានជាពិសេសគឺជំរុញឲ្យមានការជួយស្រូបយកនៅផលិតផលកសិកម្មដែលបងប្អូនកសិករយើងបានផលិតតាមមូលដ្ឋានជាមួយនឹងការជំរុញឲ្យមានការខិតខំកែច្នៃធនធានធម្មជាតិទាំងឡាយនៅកន្លែងឲ្យคล้ายទៅជាផលិតផលដែលមានសក្តានុពលដែលមានសមត្ថភាពអាចធ្វើការផ្គត់ផ្គង់នៅទីផ្សារទាំងក្នុងស្រុកនិងនាំចេញក្នុងស្ថានភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃនេះត្រូវបានអ្នកជំនាញមើលឃើញថាវាជាវិបត្តិមួយដែលមានបង្កប់នៅឱកាសក្នុងនោះផងដែរព្រោះយើងអាចឆ្លៀតទាញយកព្រឹត្តិការណ៍នេះមកជួយបំផុសទឹកចិត្តប្រជាពលរដ្ឋខ្មែរឲ្យងាកមកជួយទិញនិងប្រើប្រាស់ផលិតផលខ្មែរជំនួសឲ្យការទិញនិងប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃសម្រាប់ខ្ញុំព្រឹត្តិការណ៍ចំនួនខ្មែរថៃតាមបន្ទាត់ព្រំដែនបានផ្ដល់នូវកញ្ចប់សារដ៏មានសារៈសំខាន់មួយសម្រាប់យើងទាំងអស់គ្នាយកមកធ្វើការពិចារណានិងអនុវត្តនៅក្នុងនោះខ្ញុំមើលឃើញថាទី1ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់គឺត្រូវដាក់ចេញនូវអន្តរាគមន៍ចាំបាច់ទាំងឡាយសម្ដៅលើកកម្ពស់ភាពម្ចាស់ការក្នុងការផលិតនិងផ្គត់ផ្គង់ដើម្បីសេរីភាពសេដ្ឋកិច្ចប្រទេសយើងនិងកិត្យានុភាពជាតិទី2សម្រាប់ផ្នែកខាងផលិតដែលមានបងប្អូនកសិករសិប្បករឧស្សាហករសេវាករនិងផលិតករទាំងអស់ធ្វើយ៉ាងណាខិតខំពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឲ្យមានគុណភាពខ្ពស់សុវត្ថិភាពពេញលេញនិងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការជំនួសឲ្យផលិតផលនាំចូលពីបរទេសជាពិសេសផលិតផលនាំចូលពីប្រទេសថៃនិងទី3សម្រាប់ប្រជាពលរដ្ឋក្រុមមជ្ឈដ្ឋានគឺត្រូវលើកកម្ពស់ស្មារតីជាតិនិយមជាពិសេសគឺធ្វើការជ្រើសរើសយកផលិតផលខ្មែរជាជម្រើសទី1នៅក្នុងការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃបាទជាមួយគ្នានេះក្នុងនាមឯកឧត្តមមន្ត្រីសភាចាអុករបុនទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយប្រព័ន្ធមួយខ្ញុំសូមធ្វើការអំពាវនាវជាពិសេសដល់បងប្អូនសមាជិកចលនាភូមិមួយប្រព័ន្ធមួយទាំងអស់ឲ្យខិតខំពង្រឹងការផលិតរបស់ខ្លួនឲ្យបានបរិមាណច្រើនមានគុណភាពនិងសុវត្ថិភាពល្អនិងជាពិសេសគឺកុំឆ្លៀតដំឡើងថ្លៃទំនិញរបស់ខ្លួននៅក្នុងស្ថានភាពដែលប្រទេសយើងកំពុងមានវិបត្តិនៅតាមបន្ទាត់ព្រំដែននេះយោងតាមការធ្លាប់លើកឡើងកន្លងមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចំនួនតាមព្រំដែនខ្មែរថៃអាចនឹងអូសបន្លាយពេលយូរទៅទៀតហេតុដូច្នេះប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវរួមគ្នាបន្តលើកកម្ពស់ស្មារតីខ្មែរជួយខ្មែរខ្មែរប្រើប្រាស់ផលិតផលខ្មែរដែលនេះជាកត្តាចាំបាច់ក្នុងការរួមចំណែកធ្វើឲ្យប្រទេសយើងមានសេរីភាពសេដ្ឋកិច្ចពេញលេញដោយមិនពឹងផ្អែកលើការផ្គត់ផ្គង់ទំនិញពីប្រទេសជិតខាងជាចុងក្រោយឯកឧត្តមអគ្គលេខាធិការក៏បានអំពាវនាវដល់បងប្អូនប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានសូមប្រកាន់យកនូវស្មារតីនិងមនសិការជាតិក្នុងការចូលរួមគាំទ្រផលិតផលខ្មែរដោយផ្លាស់ប្តូរឥរិយាបថដែលធ្លាប់តែប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃមកប្រើប្រាស់ផលិតផលខ្មែរយើងវិញដើម្បីរួមគ្នាជួយលើកតម្កើងកិត្យានុភាពជាតិជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពាននៅតាមព្រំដែននិងការគំរាមផ្សេងៗពីសំណាក់ភាគីថៃជ្រុលនិយមចំពោះអ្នកផលិតជាពិសេសសមាជិកចលនាភូមិមួយផលិតផលមួយទាំងអស់និងអ្នកផលិតផ្សេងទៀតសូមបង្កើនការផលិតឲ្យបានច្រើននិងពង្រឹងគុណភាពផលិតផលឲ្យបានកាន់តែល្អថែមទៀតដើម្បីដើរតួជំនួសផលិតផលនាំចូលពីប្រទេសថៃជាពិសេសសូមកុំដំឡើងថ្លៃទំនិញរបស់ខ្លួនក្នុងស្ថានភាពដែលប្រទេសជាតិកំពុងជួបភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនេះផលិតផលប្រហិតសិកោហុយបាទផលិតផលមួយនេះបានចូលជាបានទទួលស្គាល់ជាផលិតផលភូមិមួយផងមួយរួចហើយខ្ញុំសូមជម្រាបជូនទូទស្សនិកជនថាបងប្អូនរួមជាថាផលិតផលមួយនេះណាគុណភាពប្រហិតរបស់យើងគឺមិនចាញ់ប្រហិតនាំចូលមកទេគ្មានសារធាតុគីមីធ្វើប្រកបទៅដោយគុណភាពនិងអនាម័យខ្ពស់បើនិយាយរួមនេះជាតលេខកមួយបង្ហាញជូនជនរួមជាយើងថាយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផលិតផលិតផលក្នុងស្រុកមួយដែលមានគុណភាពអាចជឿទុកចិត្តបានមិនចាញ់ផលិតផលនាំចូលអញ្ចឹងបងប្អូនដោយចាំតែផ្នែកបងប្អូនទេដែលងាកមកជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងទាំងអស់គ្នាឯកឧត្តមបានបញ្ជាក់ថា
ការទិញនិងប្រើប្រាស់ផលិតផលខ្មែរថ្ងៃនេះគឺជាការវិនិយោគជួយដល់សង្គមជាតិសម្រាប់ពេលបច្ចុប្បន្ននិងអនាគត។